សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយទាក់ទងជាមួយនឹងការភ័យខ្លាចហើយក្នុងរូបភាពនេះបងប្អូនអាចមើលបានយើងឃើញនៅចំហៀងខាងដើមគេដាក់ពាក្យថាការភ័យខ្លាចហើយនៅខាងជញ្ជាំងមួយខាងទៀតនោះគឺអ្វីគ្រប់យ៉ាងដែលយើងចង់បានឬក៏អ្វីគ្រប់យ៉ាងដែលចង់បានអញ្ចឹងបងប្អូនមើលរូបភាពនេះបងប្អូនអាចនឹងមានការយល់ឃើញខុសៗគ្នាប៉ុន្តែអ្វីដែលយើងយល់ឃើញដូចគ្នានោះគឺឃើញមានរូបបរិសម្នាក់គាត់ហក់កន្លងនៅជញ្ជាំងមួយផុតពីជញ្ជាំងទៅគឺគាត់បានទទួលនៅអ្វីគ្រប់យ៉ាងដែលគាត់ចង់បានអញ្ចឹងនៅក្នុងអត្ថន័យនៃរូបភាពនេះគឺចង់ប្រាប់និយាយថាកាលណាដែលយើងស្ថិតនៅក្នុងជញ្ជាំងមួយដែលបិទយើងហើយយើងគិតថានឹងឯងគឺជាសុវត្ថិភាពព្រោះយើងមិនហ៊ានទេយើងមិនហ៊ានទម្លុះជញ្ជាំងមិនហ៊ានលោតចេញពីជញ្ជាំងទេពីព្រោះយើងគិតថាបើចេញទៅខ្លាចមានបញ្ហាខ្លាចជួបប្រទះការលំបាកដូចជាគ្នាយើងដែលកំពុងតែធ្វើការគេអញ្ចឹងយើងតែងតែគិតថាការធ្វើការគេគឺជាសុវត្ថិភាពយើងមានប្រាក់ខែប្រចាំខែការចាយវាយការដោះស្រាយប្រចាំថ្ងៃយើងគិតថាបើសិនតែយើងជប់ធ្វើការគេយើងប្រកាសជាពិបាកប្រកាសជាមិនដឹងទៅធ្វើស្អីប្រកាសជាមានបញ្ហានេះនោះនឹងគឺបងប្អូនតែងតែមានការបារម្ភបែបហ្នឹងឯងអញ្ចឹងនៅក្នុងត្រង់ចំណុចនេះវាជាការសបញ្ជាក់ថាយើងភ័យខ្លាចមិនហ៊ានប្រថុយភ័យខ្លាចមិនហ៊ានសាកល្បងហើយកាលណាដែលយើងនៅក្នុងជញ្ជាំងបិទបាំងហ្នឹងយើងនៅតែភ័យខ្លាចយើងនៅតែមិនហ៊ានយើងនៅតែខ្លាចរអាហើយជីវិតរបស់យើងនៅតែប៉ុណ្្នឹងជីវភាពយើងនៅតែប៉ុណ្្នឹងព្រឹកឡើងចេញទៅធ្វើការគេល្ងាចឡើងត្រឡប់មកវិញហើយមានតែប៉ុណ្្នឹងសល់តែប៉ុណ្្នឹងអញ្ចឹងបងប្អូនត្រូវមានការគិតឡើងវិញសារជាថ្មីថាបើសិនណាជាយើងអាចកម្ចាត់នូវភាពភ័យខ្លាចនេះបានយើងទម្លុះនៅជញ្ជាំងនូវភាពភ័យខ្លាចនេះបានយើងនៅទៅដល់នៅកន្លែងដែលយើងចង់បានអ្វីដែលយើងចង់បានគ្រប់យ៉ាងហើយអ្វីដែលបងប្អូនចង់បានគឺសេរីភាពនៃហិរញ្ញវត្ថុសេរីភាពនៃការចាយវាយបានន័យថាយើងមិនព្រួយបារម្ភទៅលើការរស់នៅមិនព្រួយបារម្ភទៅលើការខ្វះខាតដូចការដែលយើងនៅក្នុងជញ្ជាំងនៃការងារជញ្ជាំងនៃការធ្វើការគេអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាព្យាយាមគិតថាអ្វីដែលល្អបំផុតគឺការសាកល្បងកម្ចាត់នូវភាពភ័យខ្លាចបើយើងមិនមានការបន្ថុយបើយើងមិនមានការសាកល្បងយើងមិនដឹងថាតើខាងជញ្ជាំងមួយខាងនោះមានអីទៀតមានអ្វីខ្លះអញ្ចឹងបងប្អូនត្រូវដឹងថាការកម្ចាត់នូវភាពភ័យខ្លាចរបស់ខ្លួនឯងបានវាគឺជាផ្លូវឆ្ពោះទៅរកអ្វីគ្រប់យ៉ាងដែលយើងចង់បានតែខ្ញុំចង់ឲ្យបងប្អូនមានការសិក្សាបានល្អិតល្អន់មុននឹងយើងចាកចេញពីកន្លែងសុវត្ថិភាពដែលយើងកំពុងតែធ្វើបើយើងនៅធ្វើការឲ្យគេត្រូវរៀបផែនការរញ្ញវត្ថុឲ្យបានត្រឹមត្រូវមុននឹងយើងចាកចេញទៅហើយតើអាជីវកម្មដែលយើងត្រូវប្រកបតើមុខរបរដែលយើងត្រូវរកនោះតែយើងបានសិក្សាបានច្បាស់លាស់ហើយនៅអានេះជាកត្តាសំខាន់មែនទែនមិនបានន័យថាឲ្យទៅកម្ចាត់ភាពភ័យខ្លាចបានយើងបន្ថយដល់ទៅជោគជ័យទេដូចខ្ញុំនិយាយចឹងថាការរស់ស៊ីមានខែមានចំណេញហើយការបន្ថយរបស់យើងមិនប្រកាសថាយើង 100% ជោគជ័យទេប៉ុន្តែយើងមានឱកាសក្នុងការផ្លាស់ប្ដូរខ្លួនឯងបានអញ្ចឹងការដែលល្អបំផុតសម្រាប់បងប្អូនអរគ្នាគឺយើងត្រូវតែកម្ចាត់ការភ័យខ្លាចក្នុងអារម្មណ៍ក្នុងផ្នត់គំនិតរបស់យើងទម្លុះទម្លាយវាហើយឆ្ពោះទៅរកអ្វីដែលយើងចង់បានគ្រប់យ៉ាងគឺសេរីភាពនៃហិរញ្ញវត្ថុសុវត្ថិភាពហិរញ្ញវត្ថុភាពមានបានឬក៏ភាពសុខដុមរមនានៃជីវិតយើងបើសិនណាយើងនៅតែធ្វើការគេគឺយើងមានប៉ុណ្ណឹងសល់ប៉ុណ្ណឹង
តែបើយើងចាក់ចេញវិធីការគេអ្វីគ្រប់យ៉ាងនឹងមានការប្រែប្រួលអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងសិក្សាស្វែងយល់អំពីការទម្លុះទម្លាយនៃការភ័យខ្លាចនេះដើម្បីទៅដល់អ្វីដែលយើងចង់បានគ្រប់យ៉ាងសូមអរគុណសង្ឃឹមថាបងប្អូនអរគ្នានឹងធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ